ឧបករណ៍វិភាគបញ្ហាស្ថាប័នគោលគំនិតមុខងារដ៏សំខាន់នៃការគ្រប់គ្រងដោយផ្ទាល់អ្នកផ្ដល់សេវាត្រូវការគ្រប់គ្រងជាប្រចាំដែលមានការរៀបចំជារចនាសម្ព័ន្ធដែលលើសពីជំនួយបច្ចេកទេសតាមការចាំបាច់នេះហៅថាជាការគ្រប់គ្រងដោយផ្ទាល់សមត្ថភាពរបស់អ្នកផ្ដល់សេវាក្នុងការបំពេញមុខងាររដ្ឋបាលប្រតិបត្តិការនិងថែទាំធ្វើឲ្យប្រសើរឡើងនៅការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពហើយសេវាគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទទំនងជាកាន់តែមាននិរន្តរភាពការគ្រប់គ្រងជាប្រព័ន្ធស្មើនឹងសេវាកាន់តែប្រសើរកង្វះការគ្រប់គ្រងចំពោះអ្នកផ្ដល់សេវានាំឲ្យមានការមិនយកចិត្តទុកដាក់នៃការថែទាំមូលធនមានការខូចខាតធ្ងន់ធ្ងរនិងការផ្ដល់សេវានៅមានកម្រិតជំនួយដោយផ្ទាល់អាចជួយបង្ការការថែទាំមិនបានល្អមិនឲ្យคล้ายទៅជាបញ្ហាធ្ងន់ធ្ងរដែលគំរាមកំហែងដល់និរន្តរភាពជំនួយដោយផ្ទាល់អាចរួមបញ្ចូលប្រភេទសកម្មភាពដូចខាងក្រោមការត្រួតពិនិត្យការអនុវត្តការណែនាំពីបច្ចេកទេសនិងព័ត៌មានជំនួយផ្នែករដ្ឋបាលឧទាហរណ៍ជួយក្នុងការកំណត់ពន្ធគយជំនួយផ្នែកស្ថាប័នឧទាហរណ៍ដើម្បីសម្រេចបាននៅស្ថានភាពផ្លូវច្បាប់ដំណោះស្រាយចំនួនកំណត់តម្រូវការថែទាំមូលធនរួមទាំងការណែនាំអំពីការផ្ដល់ហិរញ្ញប្បទានវគ្គបណ្ដុះបណ្ដាលនិងវគ្គរំលឹកឡើងវិញជំនួយដោយផ្ទាល់អាចមកពីរដ្ឋាភិបាលថ្នាក់ជាតិថ្នាក់ក្រោមជាតិអង្គការមិនមែនរដ្ឋាភិបាលសមាគមអ្នកផ្ដល់សេវាកម្មឬការរួមបញ្ចូលស្ថាប័នទាំងនេះតើប្រភេទនៃជំនួយដោយផ្ទាល់ត្រូវការអ្វីខ្លះអ្នកណាជាអ្នកផ្ដល់ឲ្យហើយអាស្រ័យលើគំរូនៃការផ្ដល់សេវានៅក្នុងគំរូគ្រប់គ្រងដោយសហគមន៍ការគ្រប់គ្រងដោយផ្ទាល់ចំពោះអ្នកផ្ដល់សេវាជាញឹកញាប់ត្រូវបានផ្ដល់ដោយថ្នាក់ក្រោមជាតិ